ជំរាបសួរនាងខ្ញុំឈ្មោះហ៊ុនសុខាជាបុគ្គលិកកម្មវិធីអំណាចនៃអង្គការ Room to Read ចា៎នៅក្នុងមេរៀននេះយើងនឹងរៀនអំពីលំនាំបង្រៀនសកម្មភាពគោលទី1ការស្គាល់សូរអក្សរថ្មីចា៎ការស្គាល់សូរគឺជាសមត្ថភាពក្នុងការឮកំណត់និងប្រើប្រាស់សូរក្នុងភាសានិយាយមិនតែប៉ុណ្ណោះការស្គាល់សូរអាចឲ្យសិស្សចេះកំណត់ផ្សំប្រកបនិងបំបែកសូរដើម្បីចេះអាននិងចេះសរសេរផងដែរចា៎នៅក្នុងការបង្រៀនសកម្មភាពទី1ការស្គាល់សូរអក្សរថ្មីយើងមានសកម្មភាពបង្រៀនសំខាន់ដូចជាល្បែងទស្សន៍ទាយដូចនេះសូមលោកគ្រូអ្នកគ្រូទាំងអស់គ្នាទស្សនាវីដេអូការបង្រៀនការស្គាល់សូរអក្សរថ្មីទាំងអស់គ្នាដោយអនុវត្តតាមលំនាំបង្រៀនលម្អិតនៅក្នុងសៀវភៅណែនាំគ្រូជាបន្តទៅទៀតនេះលោកគ្រូនឹងនាំកូនទៅរៀនការស្គាល់សូរអក្សរថ្មីវិញម្ដងដូច្នេះកូនមើលមកលោកគ្រូទាំងអស់គ្នាណាមើលតើលោកគ្រូមានអ្វីឲ្យកូនមើលចឹងកូនចាំមើលមកលោកគ្រូទាំងអស់គ្នាតានកូនឃើញទេកូនបាទឃើញអញ្ចឹងកូនមើលតើនេះជារូបអ្វីកូនអូល្អមែនទែនកូននេះគឺជារូបការអញ្ចឹងកូនបានឃើញរូបការហើយតោះកូនទាំងអស់គ្នាថាពាក្យការជាមួយលោកគ្រូទាំងអស់គ្នាការបាទអរគុណច្រើនឃើញថាកូនបានស្ដាប់ហើយអញ្ចឹងកូនលោកគ្រូនិយាយពាក្យនឹងហើយក៏លោកគ្រូសួរថាតើពាក្យការមានសូរដើមអ្វីកូនគិតសាកមើលអូល្អមែនទែនកូនពាក្យការគឺមានសូរដើមកតែដើម្បីឲ្យកូនកាន់តែច្បាស់លោកគ្រូនឹងថាជាគំរូឲ្យកូនស្ដាប់សិនកបានស្ដាប់ឮទេកូនចឹងលោកគ្រូនិយាយឲ្យកូនម្ដងទៀតកបាទអញ្ចឹងតើកូនថាជាមួយលោកគ្រូទាំងអស់គ្នាកបាទឥឡូវកូនទាំងអស់គ្នាថាដោយខ្លួនឯងតែចាំលោកគ្រូរាប់សិន1 2 3បាទល្អមែនទែនកូនថាបានច្បាស់ល្អមែនទែនឥឡូវកូនតែពីកូនបានស្គាល់សូរអក្សរមួយហើយឥឡូវកូនទាំងអស់គ្នាកុមារាដែលមករៀនតើស្លៀកអ្វីកូននោះកុមារានឹងស្លៀកអីគេបាទគឺស្លៀកខោចឹងកូនថាពាក្យខោជាមួយលោកគ្រូទាំងអស់គ្នាខោបាទឥឡូវកូនទាំងអស់គ្នាតើពាក្យខោមានសូរដើមអ្វីមានសូរដើមអីគេកូនគិតសាកមើលកូនបាទពាក្យខោគឺមានសូរដើមខចឹងកូនចាំស្ដាប់លោកគ្រូណាខកូនស្ដាប់បានហើយតោះកូនថាជាមួយលោកគ្រូខបានពិតជាល្អមែនតោះកូនថាដោយខ្លួនឯងបាទអរគុណច្រើនកូនឥឡូវកូនទាំងអស់គ្នាយើងមានសត្វល្អិតម្យ៉ាងដែលវារស់នៅលើក្បាលយើងតើគេហៅថាសត្វអ្វីកូនដឹងទេកូនគិតសាកមើលគេហៅថាសត្វអីគេដែលវានៅលើក្បាលយើងវារស់នៅលើក្បាលយើងនេះក្បាលយើងនេះបាទគឺគេហៅថាសត្វចៃតោះកូនថាពាក្យចៃជាមួយលោកគ្រូទាំងអស់គ្នាចៃតាមបានហើយកូនអញ្ចឹងតើពាក្យចៃមានសូរដើមអ្វីកូនសាកគិតមើលតើពាក្យចៃមានសូរដើមអ្វីកូនអូល្អមែនទែនកូនពាក្យចៃគឺមានសូរដើមចអញ្ចឹងកូនចាំស្ដាប់លោកគ្រូថាជាគំរូឲ្យកូនស្ដាប់សិនណាចស្ដាប់បានទេកូនអញ្ចឹងបើកូនស្ដាប់បានហើយតើកូនថាជាមួយលោកគ្រូទាំងអស់គ្នាចបាទល្អមែនទែនតោះកូនថាដោយខ្លួនឯងអរគុណច្រើនកូនឥឡូវកូនមើលមកលោកគ្រូទៀតលោក
គ្រូនឹងធ្វើកាយវិការកូនមើលតើលោកគ្រូធ្វើអីកូនចាំប្រាប់លោកគ្រូណាតើលោកគ្រូធ្វើអីគេកូនមើលកូនតើលោកឃើញលោកគ្រូធ្វើអីគេមិញអូកូនថាលោកឃើញលោកគ្រូហូបមែនទេចុះកូនខាងណោះអូកូនថាឃើញលោកគ្រូថាធ្វើកាយវិការញ៉ាំអូពិតជាល្អមែនទែនតែលោកគ្រូថ្ងៃនេះលោកគ្រូមានពាក្យថ្មីមួយទៀតដែលវាមានន័យដូចនឹងពាក្យហូបពាក្យញ៉ាំដែរគឺពាក្យឆៃចឹងមិញលោកគ្រូឆៃមែនទេតើកូនថាពាក្យឆៃជាមួយលោកគ្រូទាំងអស់គ្នាឆៃកូនទាំងអស់គ្នាតើពាក្យឆៃមានសូរដើមអ្វីកូនគិតសាមើលមើលកូនពាក្យឆៃមានសូរដើមអ្វីកូនអូបាទពាក្យឆៃគឺមានសូរដើមឆល្អមែនទែនកូនអញ្ចឹងកូនចាំស្ដាប់លោកគ្រូថាឲ្យកូនស្ដាប់ជាគំរូសិនណាដើម្បីឲ្យកូនកាន់តែច្បាស់ឆស្ដាប់បានទេកូនបាទបើបានហើយតោះកូនថាជាមួយលោកគ្រូទាំងអស់គ្នាឆអូល្អមែនទែនកូនថាបានស្រស់គ្នាអញ្ចឹងដើម្បីកាន់តែច្បាស់តោះកូនថាដោយខ្លួនឯងម្ដងទៀតហើយលោកគ្រូរាប់សិន1 2 3បាទអរគុណច្រើនកូនឥឡូវឃើញថាកូនបានស្គាល់សូរអក្សរចំនួន4ហើយអំបញ្ញមិញអញ្ចឹងកូនទាំងអស់គ្នាសូមអរគុណកូនទាំងអស់គ្នាទាដៃអស្ចារ្យឲ្យខ្លួនឯងមួយកូន1 2 3អស្ចារ្យ